គ្រាន់តែបើកក្បាលវីដេអូមកភ្លាមឃើញខ្ញុំញ៉ាំពេញមាត់អញ្ចឹងសង្ស័យតែឆ្ងាញ់ហើយមើលទៅបើចង់ដឹងមានតែមកសាកល្បងធ្វើញ៉ាំទាំងអស់គ្នាជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខមកណែនាំបង្ហាញជូនបងប្អូនដែលរកបានកូនត្រីទូចហើយអត់ដឹងថាធ្វើអ្វីឲ្យកូនយើងចូលចិត្តញ៉ាំអញ្ចឹងណាមានតែយកមកច្នៃធ្វើជាប្រហិតទេព្រោះអីប៉ុន្មានថ្ងៃនេះមិនថាបងប្អូនមិនថាខ្ញុំទេរកបានតែត្រីទូចទៅឯងអញ្ចឹងហើយក្មេងៗវាអត់ចូលចិត្តញ៉ាំទេព្រោះអីខ្លាចស្លាក់ឆ្អឹងសម្រាប់គ្រឿងផ្សំរបស់ខ្ញុំវិញមានកូនត្រីសាច់ជ្រូកខ្ទឹមសខ្ទឹមក្រហមរមៀតស្លឹកក្រូចម្ទេសគល់ស្លឹកគ្រៃសណ្តែកដីនិងរំដេងសម្រាប់សាច់ជ្រូកនិងកូនត្រីនេះយើងត្រូវចិញ្ច្រាំវាឲ្យម៉ត់ល្អដើម្បីកុំឲ្យមានឆ្អឹងហើយគ្រឿងយើងបុករួចហើយក៏ចាប់ផ្ដើមយកមកច្របល់ជាមួយសាច់ចិញ្ច្រាំនិងកូនត្រីចិញ្ច្រាំរបស់យើងបន្ទាប់មកយើងបន្ថែមនៅម្សៅស៊ុបបន្តិចអំបិលបន្តិចប៊ីចេងបន្តិចហើយនឹងស្ករសសម្រាប់រសជាតិដាក់តាមចំណង់ចំណូលចិត្តបងប្អូនដែលចូលចិត្តញ៉ាំបើសម្រាប់ខ្ញុំប្រហិតអញ្ចឹងខ្ញុំចូលចិត្តរាងផ្អែមបន្តិចបន្ទាប់មកបងប្អូនកូរច្របល់គ្រឿងហើយនឹងសាច់ត្រីនឹងឲ្យបានសព្វចូលគ្នាល្អដើម្បីឲ្យវាចូលជាតិគ្នារួចហើយយើងក៏យកវាទៅសូនឲ្យសំប៉ែតហើយដាក់ចៀនសម្រាប់ការចៀនប្រហិតនេះផងដែរបងប្អូនកុំឲ្យបើកភ្លើងខ្លាំងពេកកាលណាតែបើកភ្លើងខ្លាំងពេកធ្វើឲ្យវាឆាប់ខ្លោចអញ្ចឹងណាហើយយើងបើកភ្លើងល្មមទៅហើយយើងប្រែវាឲ្យញឹកដើម្បីឲ្យប្រហិតហ្នឹងវាក្រហមល្អការយកកូនត្រីមកកែច្នៃបែបនេះធ្វើឲ្យកូនរបស់ខ្ញុំហ្នឹងវាចូលចិត្តញ៉ាំតែបើឲ្យវាញ៉ាំត្រីសុទ្ធគឺវាអត់ព្រមញ៉ាំទេឥឡូវនេះប្រហិតរបស់យើងឆ្អិនហើយបងប្អូនដល់តែពេលវាឆ្អិនអញ្ចឹងម៉ែឡើងក្រហមមើលទៅគួរឲ្យទំនងណាបងប្អូនចង់ភ្លក់អត់បើខ្ញុំវិញប្រែបណ្ដើហេវបាយបណ្ដើជួបបងប្អូនអូបាយហើយនៅមកហ្នឹងបើអត់ទាន់បាយមកយកម្នាក់ម្ដុំណាខ្ញុំធ្វើច្រើនដែរតើប្រហិតកូនត្រីរបស់ខ្ញុំរួចរាល់ហើយបងប្អូនមើលទៅទំនងឆ្ងាញ់អត់បើទំនងឆ្ងាញ់ជួយខមមិនប្រាប់ថាឆ្ងាញ់ម្នាក់មួយមកតែឥឡូវនេះខ្ញុំហេបាយខ្ញុំហូបបាយសិនហើយអ្នកណាអត់ទាន់ហូបបាយមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនអរគុណបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ជួយ like ជួយ follow page ខ្ញុំម្នាក់មួយផងអរគុណទុកជាមុនបាយបងប្អូនឆ្ងាញ់ណាស់បងប្អូន